អ្នកទាំងអស់គ្នាបានដឹងទេថាមួយហឺតនេះអាចបំផ្លាញជីវិតអ្នកទាំងអស់គ្នាទាំងស្រុងពិសេសម្នាក់ដែលមានលទ្ធផលការសិក្សាល្អសុខភាពល្អមកពេញទៅដោយភាពរីករាយនៅក្នុងជីវិតរួចមកក៏ខ្លាចជាសិស្សដែលគ្មានសូម្បីតែមិត្តភក្តិរាប់អានលទ្ធផលការសិក្សាក៏មិនល្អបាត់បង់អនាគតថែមទាំងខូចខាតនូវសុខភាពថែមទៀតដូច្នេះហើយអ្នកគួរតែជៀសវាងនិងបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះជាបន្ទាន់បារីអេឡិចត្រូនិកនេះពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរគឺ1ប៉ះពាល់ទៅដល់ខ្លួនឯងសារធាតុនីកូទីននាំឲ្យអ្នកជក់ញៀនពិបាកនឹងបោះបង់ប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរដែលបង្កនូវជំងឺមហារីកសួតនិងបេះដូងប៉ះពាល់ទៅដល់ការសិក្សានិងបាត់បង់អនាគតទី2ប៉ះពាល់ទៅដល់គ្រួសារបង្កជាអំពើហិង្សានៅក្នុងគ្រួសារបាត់បង់កិត្តិយសគ្រួសារនិងបាត់បង់ទ្រព្យសម្បត្តិគ្រួសារថែមទៀតផងទី3ប៉ះពាល់ទៅដល់សង្គមបង្កជាភាពអនាធិបតេយ្យនៅក្នុងសង្គមដែលធ្វើឲ្យបាត់បង់នូវធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមជាតិអ្នកទាំងអស់គ្នាដឹងដែរទេថាផលិតផលបារីអេឡិចត្រូនិកមានប្រភពនាំចេញចូលនិងស្តុកទុកដោយរបៀបណាតាម website National Library of Medicine បារីអេឡិចត្រូនិកមានប្រភពមកពីប្រទេសចិនដែលបង្កើតឡើងដោយបរិសម្នាក់មួយឈ្មោះថា Paul Lick បង្កើតឡើងដំបូងនៅឆ្នាំ2003ដាក់លក់ដំបូងនៅឆ្នាំ2004និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំ2005បារីអេឡិចត្រូនិកត្រូវបានចរាចរណ៍នាំចេញចូលដោយអ្នកលក់មួយចំនួនដែលលក់និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធអនឡាញមួយចំនួនដូចជា Facebook, TikTok, Instagram និង Telegram ជាដើមយ៉ាងណាមិញដោយមើលឃើញពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនេះទៅក្រសួងពាក់ព័ន្ធនានាប្រមាណជា18ក្រសួងទៀតព្រមទាំងក្រសួងអប់រំយុវជននិងកីឡាផងដែរលោកបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី30ខែមេសាឆ្នាំ2024ដោយបានឯកភាពគ្នាថានឹងរៀបចំលិខិតបទដ្ឋានគតិយុត្តមួយក្នុងគោលបំណងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកជាបន្ទាន់ផងដែរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញសេចក្តីណែនាំលេខ001សននអជបកញស្ដីពីការចាត់វិធានការបង្ការបញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្មការនាំចូលផលិតផលស៊ីសានិងបារីអេឡិចត្រូនិកគ្រប់ប្រភេទក្រសួងអប់រំយុវជននិងកីឡាក៏បានចេញនូវសេចក្តីណែនាំមួយផងដែរគឺលេខ31អយកសននដោយបានចាត់នូវវិធានការចំនួន5គឺ1គ្រឹះស្ថានសាធារណៈត្រូវរៀបចំក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនឲ្យធ្វើស្លាកអប់រំអំពីការប្រើប្រាស់ផលិតផលបារីអេឡិចត្រូនិក2ក្រុមប្រឹក្សាយុវជននិងកុមារត្រូវសិក្សាពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនេះទៅកាន់សិស្សានុសិស្សទាំងអស់3សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលមិនត្រូវលក់ផលិតផលបារីអេឡិចត្រូនិកនេះ4ក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនអាចត្រួតពិនិត្យទៅលើសិស្សានុសិស្សជាប្រចាំក្នុងករណីមានការសង្ស័យហើយមានសិទ្ធិរឹបអូសយកបារីអេឡិចត្រូនិកនៅក្នុងបរិវេណសិក្សា5ក្រុមប្រឹក្សាយុវជនត្រូវសិក្សាពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនេះនៅតាមបណ្ដាញសង្គមសិស្សល្អមិនប៉ះពាល់បារីអេឡិចត្រូនិក